បាទសួស្តីទាំងបងប្អូនទាំងអស់គ្នាបងបានសំណងពរខ្ញុំតាក់ទងជាមួយនឹង function មួយគឺផ្ញើ message ចូលក្រុម function add number ចូលក្រុម Telegram គឺយើងមានរួចរាល់ហើយឥឡូវខ្ញុំបន្ថែមមួយទៀតfunction ផ្ញើសារចូលក្រុម Telegram អញ្ចឹងយើងគ្រាន់តែធ្វើការ add link ចូលរួចរាល់ដងមកអូខេឥឡូវយើងចូលទៅកាន់ function send message អ្វីដែលបងប្អូនត្រូវធ្វើបងប្អូនក៏ចុចពាក្យ refresh មួយគឺ load ផ្ទាំងលេខមកអញ្ចឹងខ្ញុំចង់ផ្ញើទាំងលេខទាំងពីរហ្នឹងហើយមួយវិញទៀតខ្ញុំដាក់ចំណងអានេះយើងចង់ផ្ញើអក្សរជាមួយរូបភាពក៏បានឬក៏រូបតែអក្សរក៏បានដែរតែផ្ញើជាអក្សរទៅលឿនជាងណាកន្លែងនេះយើងចុច load ក្រុមមានន័យថាយើងចុច load ក្រុមនេះក្រុមដែលមាននៅក្នុងលេខទូរស័ព្ទរបស់យើងទាំងអស់វានឹងបង្ហាញនៅទីនេះអានេះវាត្រូវការពេលក្នុងការ scan ក្រុមដែរនេះបានក្រុមមកហើយអូខេឥឡូវខ្ញុំបើកវាធំតិចតែមកខ្ញុំផ្ញើតែមួយក្រុមនេះទេឃើញអត់អញ្ចឹងខ្ញុំចូលទៅមើលក្រុមអានេះខ្ញុំអត់ទាន់ផ្ញើមកទេនេះថ្មីអូខេឥឡូវយើង select ក្រុមមកយើងចុចពាក្យថា send ណា send មកវានឹងលុបcomplete មានថារួចរាល់ send ហើយយើងចូលទៅមើលក្នុងក្រុមនេះមកនេះឃើញអត់1 2នេះជារបស់ខ្ញុំអញ្ចឹងណាអូខេបើបងប្អូនចង់ដឹងថារបស់ខ្ញុំខ្ញុំដាក់តែអក្សរខ្លីមួយខ្ញុំដាក់ថា DD អញ្ចឹងទៅណាហើយខ្ញុំចុច send again អូខេ send again complete អញ្ចឹងមានថាផ្ញើលេខហ្នឹងផ្ញើចូលទាំងពីរនេះ DD ឃើញអត់ឃើញ DD អត់អញ្ចឹងបើយើងចង់ផ្ញើច្រើនក្រុមយើង select ទាំងអស់ក៏បានណាទាំងអស់នេះតែច្រើនពេកហើយស្មានទេលេងាប់តែប៉ុណ្ណឹងវាពេកហើយអូខេណាអូខេតែប៉ុណ្ណឹងយើងចង់ផ្ញើទៅក្រុមណាយើង select 1 2 3តាមហ្នឹងមកចិត្តរបស់យើងនេះ select មកនេះបើអត់ទេ clear មកមុខងារមានតែប៉ុណ្ណឹងមុខងារ send ចូលក្រុមអាច send ជារូបភាពក៏បានវីដេអូក៏បានដែរណាអូខេអញ្ចឹងបងអាចធ្វើការចូលទាញយកបានហើយនៅក្នុង website របស់យើងអូខេអញ្ចឹងទាញយកក្នុង website របស់យើងមកនេះ version ថ្មីកំណែតាណាអញ្ចឹង version ថ្មីដែលមកខ្ញុំ update ចូលឲ្យអូខេបាយបាយ